ឧទាហរណ៍យូថៅទូតាមសោល្អយូនថៅទូអីគេអូខេហ្នឹងដោយសារខ្ញុំធ្វើខ្លួនឯងខ្ញុំធ្វើ10ជាងឆ្នាំហើយស្រូវដែលល្អទី1គឺយើងត្រូវមានប្រព័ន្ធធារាសាស្ត្រដូចទៅមើលស្រែខ្ញុំអញ្ចឹងធ្វើខ្មែរថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយមែនទេបើធ្វើស្រែល្អទី1ត្រូវមានទឹកមានប្រភពទឹកយើងត្រូវធ្វើប្រព័ន្ធធារាសាស្ត្រដោយស្រែខ្ញុំធ្វើប្រព័ន្ធធារាសាស្ត្រ10ជាងឆ្នាំហើយបន្ទាប់មកទៀតគឺពូជស្រូវពូជត្រូវពូជល្អទី3គឺម៉ាស៊ីនកិនស្រូវត្រូវតែស្តង់ដារអញ្ចឹងទៅគឺយកទៅបរទេសគេទទួលយកហើយអានេះគំនិតខ្ញុំបងប្អូនអាឡាឡាសោឡូខ្មែរពីច្រើនមានទាំងអូឡូខ្មែរមានប៉ុន្មានហេតុថាបើតាមខ្ញុំឆែកមើលនៅក្នុង website ប្រហែលជា1លាន2សែនហិកតា1លាន2សែនហិកតាអានោះមានប៉ុន្មានតុនហិកតាខ្មែរយើងប្រហែលជាចន្លោះ2តោនកន្លះទៅ5តោនតាមដីមានទឹកនិងដីអត់ទឹកមានពីច្រើននៅខ្មែរគាត់យ៉ាម%អង្គខ្មែរយើងរងថ្ងៃយើងវា17 18លាននេះឯងបើញ៉ាំភាគរយបើនិយាយឲ្យប្រកាសមិនដឹងតែប្រហាក់ប្រហែលក៏ខ្ញុំគិតថា50%ដែរ50%បាទគាត់ត្រូវញ៉ាំ1%លោកទោសុកេឥឡូវ50លេពីចិនអូខ្មែរអូយឺឡាំថៃបន្ទាប់ពីយើងជាស្រូវហើយយើងត្រូវកិនជាអង្គបាននាំចេញមែនទេតែបច្ចុប្បន្នដោយសារខាងវៀតណាមមកទិញច្រើនខាងថៃមកទិញច្រើនអញ្ចឹងយើងនាំទៅប្រហែលជា10% ជាងខ្ញុំគិត10ទៅ20%ព្រោះគេយកស្រូវយើងគេទៅកិនជាអង្គហើយបានគេនាំចេញអញ្ចឹងវាមិនមែនជារបស់យើងគេដាក់ឈ្មោះរបស់គេហើយអូនិយាយឈ្មោះស្រូវឡូខ្មែរបាទឡូ Interrail ក៏ដោយល្អយើងហុងកុងហុងកុងយើងស្រូវម៉ាលីលេខ1ល្អមែនតើឥឡូវមានស្រូវ copy ប៉តេក like Thai យឺតឡាំ copy គេដោយសារយើងគេហៅថាធម្មជាតិយើងធម្មជាតិអត់ដាក់គីមីនិយាយទៅគឺល្អក៏អូបហើយឆ្ងាញ់และទាំងអស់គ្នាเราសពខ្មែរអង្គខ្មែរអាហ្នឹងសូវសប្បាយចិត្តបាទមកបានជួបបងប្អូននេះម្ល៉េះតែអាហ្នឹងធូមើលសៅមួយអង្គកម្ពុជាល្អហើយជាចុងក្រោយខ្ញុំជូនពរ Andrew ធ្វើមកជួយខ្មែរអរគុណមែនទែនធ្វើម៉េចឲ្យខ្មែរយើងហ្នឹងរីកចម្រើនទៅមុខមានអ្នកវិនិយោគមកសំខាន់ជោគជ័យទាំងអស់គ្នាស៊ូកម្ពុជាស៊ូអរគុណច្រើនទាំងអស់គ្នាឧទាហរណ៍ចង់ជេព័ត៌មានមានខ្លួនឯងសូមជួយ follow TikTok ខ្ញុំ Instagram and Facebook មក let ទាំងអស់គ្នាអរគុណច្រើនអរគុណច្រើន